ច្រឡំនឹងឯងលោកយាយបើអញ្ចឹងមិនអីទេចាំយាយនិយាយជាមួយនឹងគេឲ្យហើយយើងសុទ្ធតែជាមនុស្សរស់នៅជាមួយគ្នាទេគឺត្រូវតែចេះអធិស្ឋានឲ្យគ្នាទៅវិញទៅមកមិនត្រូវយកកំហឹងទៅទប់នឹងកំហល់នោះទេណាចាលោកយាយជាមួយនឹងខ្ញុំឬមកក៏បងចាប់ទុកខ្ញុំរហូតដល់ចាស់សក់ស្កើតែនិយាយមកឆាប់និយាយមកបើមិនចង់រៀបការទេឆាប់និយាយមកនិយាយមកហើយបងដូចជាអស់គ្នានិយាយជាមួយអូនហើយនេះហើយបើអូនចង់គិតចាំមិននោះក៏តាមចិត្តទៅស្អីគេនេះខ្ញុំខំតស៊ូជាមួយបងយូរឆ្នាំហើយណាតែបំផុតនោះបានត្រាប់តែពាក្យប៉ុណ្ណឹងទេហើយចង់ឲ្យបងគិតយ៉ាងម៉េចទៅបងក៏ធ្លាប់ប្រាប់ហាញតាថារងចាំពី1ឆ្នាំសិនទៅហើយម្យ៉ាងពីនេះបងកំពុងតែដល់បិសល់ការងារដែរតែយើងក៏នៅមានពេលវេលាជួបគ្នាដែរថាបាត់មែនហើយថាយើងនៅមានពេលវេលាដើម្បីជួបគ្នាតែបើសិនជាអូនមិនទូរស័ព្ទទៅរកបងមុនទេនោះក៏បងមិនទូរស័ព្ទរកអូនដែរព្រោះតែអ្វីនោះអូនក៏បានដឹងនេះបងល្បីហើយមែនទេហើយក៏មានចំណុចការដល់ល្អម្នាក់ដែររំការងារជាមួយគ្នាតែណាមកណាជាមួយគ្នាសូម្បីតែពេលបាយគឺវាស្ងប់ចិត្តហើយមែនទេហើយបងធ្លាប់ប្រាប់អូនហើយតាថាកុំរំលឹកដល់ឈ្មោះធីរីអីក្រៅពីការងារណាយើងអាចបានគិតពីរឿងផ្សេងទៀតទេតែនេះមកពីអូនខ្លួនឯងតាចេះតែម៉ៃខុសនោះតែនរណាទៅទុកចិត្តបានទៅបើសម័យនៅស្កលនៅក្បែរគ្នានោះឥឡូវបងឆាប់និយាយមកថាបងនៅស្រឡាញ់ខ្ញុំទៀតដែរអត់រ៉ាឌីស្លាប់បងណាបងស្រឡាញ់រ៉ាឌីគ្រប់យ៉ាងបងនៅតែស្រឡាញ់អូនតែពេលនេះបងក៏ស្រឡាញ់ការងាររបស់បងដែរប៉ុន្មានហើយថាការងារនេះវាមិនធំដុំតែវាក៏អាចសាងកេរ្តិ៍ឈ្មោះរបស់បងនៅក្នុងសង្គមបានដែរកេរ្តិ៍ឈ្មោះណាអូនវាពិបាករងជាងលុយកាក់ទៅទៀតចេញទៅមែននឹងហើយបន្តិចទៀតបងក៏កាន់តែល្បីព្រោះក៏មានមនុស្សស្រីជាច្រើនតាមស្រឡាញ់បងហើយដល់ពេលនោះបងនឹងមានការប្រៀបធៀបជាមិនខានទេអូនទ្រាំលែងបានតទៅទៀតហើយព្រោះពេលនេះបងស្រឡាញ់អូនតែមាត់នោះទេស្ដាប់បងទៅរ៉ាឌីឲ្យតែចិត្តយើងនៅជាមួយគ្នាហើយទោះបីជាយើងមិនសូវមានពេលវេលានៅជាមួយគ្នានោះក៏វាមិនអីដែរសំខាន់បំផុតណាវាស្ថិតទៅលើការជឿជាក់គ្នាទៅវិញទៅមកស្ដាប់ទៅណាវាមានហេតុផលល្អហើយតែវ័យរបស់អូនណាវាមិនអាចនៅរងចាំពេលវេលារហូត1ឆ្នាំ2ឆ្នាំឬក៏3ឆ្នាំទៀតបានទេខ្ញុំណាក៏ຕົកបងស្ថិតនៅក្នុងការពិចារណាទៅចុះវាដូចតែគ្នាទេបងចាំតែមើលទៅរ៉ាឌីហើយពិតជាមិនយល់ស្អីមែនជួនល្អណាស់ណោះខ្ញុំកំពុងតែចុះមកសួរសុខទុក្ខបងតូចនឹងណាហើយឯងក៏មកដល់ទៅនេះមកដល់ទីនេះទាំងព្រលឹមតែម្ដងហើយណូចា
ការប្រយុទ្ធមិញស្មុកស្មាញក្នុងចិត្តពេកហើយក៏បបួលចិនដាចាញ់ឡានមកតាំងពីម៉ោងមិនទាន់6ម្លេះថ្ងៃនេះឯងទំនេរឬអត់នឹងគិតថាមកបបួលជិះឡានដើរលេងទាំងអស់គ្នាហើយទំនេរដែរទីពួកខ្ញុំក៏ចង់មកបបួលនីភូហើយនឹងនីឆនទៅជាមួយដែរចាពេលនេះខ្ញុំមិនទំនេរទេព្រោះថាខ្ញុំជាប់ធ្វើការនៅផ្ទះលោកតាមេស្រុកធ្វើការនៅផ្ទះលោកមេស្រុកហ៎ចាបានចឹងណាអាចជូនពួកខ្ញុំណាត្រកនេះភូនតិចបានទេនេះភូក៏ជាប់រវល់នៅផ្ទះលោកតាមេស្រុកដែរប្រហែលជាអត់មានពេលទៅដើរលេងជាមួយអ្នកនាងទេបានចឹងក៏បានដែរខ្ញុំសុំជួបនេះភូនតិចបានទេចាគឺបាននំគ្នាអង្គុយលេងទីនេះសិនទៅចាំខ្ញុំចូលទៅហៅនីភូឲ្យតែមិនដឹងថាគេនៅផ្ទះដែរឬក៏អត់នោះទេអរគុណច្រើនហើយណានាងតៃហើយគ្នាខ្ជិលជីឡានខ្លាំងណាស់នេះបើកុំតឯងគ្នាមិនមកជាមួយទេនេះតើមានរឿងអីជាមួយនឹងសង្សារទៀតហើយណាមិននិយាយប្រាប់គ្នាសោះតាំងពីនៅភ្នំពេញម្លេះហើយណែឯងណាឈប់រំលឹកពីឈ្មោះរបស់គេទៀតទៅព្រោះបាននិយាយពីឈ្មោះគេពេលណាណាធ្វើឲ្យខ្ញុំនេះក្រែងចិត្តរត់ទៅលើកនឹងឯងអូហូអ្នកនាងរ៉ាឌីអ្នកនាងចិនដាមកទាំងព្រលឹមតែម្ដងណផ្លូវថ្នល់រលោងស្អាតបាត់ជាង1ម៉ោងក៏ដល់បាត់ទៅហើយសុខសប្បាយដែរទេនឹងលោកភូបាទសុខសប្បាយធម្មតាទេហើយនេះនាងតៃគេប្រាប់ថ្មីខ្លះទៅទៅបានជាត្រូវនាំអ្នកនាងទាំងពីរមកដល់ទីនេះគឺខ្ញុំបានជួបនឹងតៃណានៅកន្លែងតកកឈូហើយគេក៏ប្រាប់ថាភូមកនៅទីនេះរួចខ្ញុំក៏ពឹងឲ្យគេជួយមកតែម្ដងទេមានបំណងចង់មកស្គាល់ដើម្បីអាសាមកលេងនឹងណាតែពេលនេះតៃគេប្រាប់ថាអ្នកទាំងពីររវល់អញ្ចឹងហើយក៏ខកបំណងទេរួចអាណាមិនឃើញឆនឆនគេបាននៅទីនេះទេគេទៅជួយស្ទូម្ដាយរបស់គេបាត់ហើយហើយនេះមានពេលទំនេរដែរឬក៏អត់ណាខ្ញុំគិតថាបដូរចិត្តរួចនាំគ្នាទៅញ៉ាំបាយនៅក្បាលទំនប់ក៏បានដែរហើយហាតែទៅជាមួយដែរគឺប្រហែលជាមិនបានទេពីព្រោះខ្ញុំទើបតែមកធ្វើការនៅផ្ទះរបស់លោកតាមេស្រុកគាត់ត្រូវប្រើខ្ញុំទៅនេះទៅនោះតែយកក៏អញ្ចឹងដែរសួរតាមត្រង់ទៅចុះអ្នកទាំងពីរត្រូវជាអ្វីជាមួយគ្នាដែរទៅបានជាមកធ្វើការនៅទីនេះទាំងពីរអ្នកនោះរឿងនោះគឺផ្សេងគ្នាទេក៏ប៉ុន្តែចៃដន្យអីខ្ញុំនឹងតៃក៏បានមកនៅបម្រើគាត់ទាំងពីរតែម្ដងទៅខ្ញុំមិនខ្វល់ថាអ្នកទាំងពីរត្រូវជាអ្វីនៅគ្នានោះទេអ្វីដែលសំខាន់បំផុតនោះណាគឺខ្ញុំគ្រាន់តែមាននិស្ស័យជាមួយតែប៉ុណ្ណោះឯងហើយថ្ងៃដែលខ្ញុំខូចឡាននោះបើខ្ញុំមិនបានជួបជាមួយលោកភូទេណាខ្ញុំក៏មិនដឹងថាត្រូវដោះស្រាយតាមរបៀបណាដែរនាងខ្ញុំជំរាបគុណលោករៀនមុនទេ